ថ្ងៃនេះដោយមានការអនុញ្ញាតពីអាដាមដំស្នេហ៍ឯកជួននិរន្តរ៍អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យខ្ញុំបាទវស្នេហ៍ឯកសុកហេងអធិការនគរបាលខណ្ឌព្រែកភ្នៅបង្ហាញមុខសញ្ញាជនសង្ស័យចំនួន3នាក់ដែលបានប្រព្រឹត្តបទល្មើសក្នុងអំពើឃាតកម្មដែលមានទណ្ឌកម្មអំពើខុសខើឬអំពើសេពសង្ឃវៈយកថ្នាំមួយដេកដាក់នៅក្នុងភេទជ្ជៈឲ្យជនរងគ្រោះរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិនៅចំណុចបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រោះស្ថិតនៅក្នុងវត្តចេស្តាឧត្តមហើយវត្តគ្រោះផ្លូវជាតិទី5ភូមិគ្រោះសង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញហើយក៏សូមរំលឹកថាពាក់ព័ន្ធនឹងករណីនេះកាលពីម្សិលមិញថ្ងៃទី21ខែឧសភាឆ្នាំ2025វេលាម៉ោង7សមត្ថកិច្ចរបស់យើងបានទទួលព័ត៌មានថាមានមនុស្សស្លាប់នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រោះស្ថិតនៅក្នុងវត្តចេស្តាឧត្តមនៅផ្លូវជាតិទី5សង្កាត់សំរោងខណ្ឌព្រែកភ្នៅកាលពីទទួលបានព័ត៌មានភ្លាមអាដាមស្នេហ៍ឯកជួននិរន្តរ៍អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញបានបញ្ជាខ្ញុំផ្ទាល់ដឹកនាំកម្លាំងជំនាញផងអធិការដ្ឋានសហការជាមួយកម្លាំងជំនាញទូមតនកម្រិតសាកម្រិតធ្ងន់នៃស្នងការឋាននគរបាលរាជធានីភ្នំពេញនិងអង្គភាពជំនាញពាក់ព័ន្ធបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវបង្ក្រាបរហូតដល់ឃាត់ជនសង្ស័យចំនួន3នាក់ដែលបានធ្វើសកម្មភាពក្នុងករណីខាងលើហើយពាក់ព័ន្ធនឹងជនសង្ស័យខាងលើនេះចំនួន3នាក់ទី1ឈ្មោះសុកសវណ្ណសេងភេទអាយុ18មុខរបរមិនប៉ិតប្រកបទីលំនៅភូមិដួងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញហើយមុខសញ្ញានេះជាមុខសញ្ញាជនដៃដល់ដែលបានប្រព្រឹត្តរំលោភសម្រាប់ទៅលើជនរងគ្រោះនេះជាជនដៃដល់ដែលបានគាត់បានរំលោភហើយទី2ឈ្មោះពីងផារ៉ែនអាយុ15ឆ្នាំជនជាតិខ្មែរមុខរបរមិនប៉ិតប្រកបនេះអូនតូចជាងគេនេះទីលំនៅភូមិដួងសង្កាត់ព្រែកភ្នៅរាជធានីភ្នំពេញពីបទសំគំនិតសម្រាប់ទី3ឈ្មោះបូដំភេទប្រុសអាយុ16ជនជាតិខ្មែរមុខរបរមិនប៉ិនប្រកបស្ថិតនៅក្នុងភូមិដួងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញពីបទសំគំនិតហើយក៏សូមបញ្ជាក់ដែរពាក់ព័ន្ធនឹងករណីនេះអ្នកដែលប្រព្រឹត្តបទល្មើសគឺមានចំនួន3អ្នកនេះដែលបានធ្វើសកម្មភាពមិនមានពាក់ព័ន្ធនឹងអ្នកណាផ្សេងទៀតទេនេះយោងតាមចម្លើយរបស់គាត់ហើយនឹងការស្រាវជ្រាវរបស់យើងពួកគាត់នឹងពីមុនមកគឺនៅចិត្តផ្ទះគ្នាហើយពេលដែលគាត់បាននៅយប់ថ្ងៃកាលហេតុហ្នឹងគាត់បានណាត់គ្នាមកនៅសាលារៀនហ្នឹងណាត់ជួបគ្នានៅហ្នឹងហើយក៏បានធ្វើដាក់ថ្នាំនៅក្នុងភេទជ្ជៈហ្នឹងឲ្យនៅយងគ្រោះហូបហើយក៏គាត់អូសទៅធ្វើសកម្មភាពរំលោភហើយក្រោយពីហ្នឹងគឺគាត់បានធ្វើសកម្មភាពស្ថិតនៅក្នុងភូមិនេះកន្លងទៅគាត់នៅភូមិជាមួយគ្នាផ្ទះចិត្តគ្នា